តតែឡើងលម្អបាទទៅសុវត្ថិភាពបងប្អូនណាបាទត្រូវតែប្រុងប្រយ័ត្នបាទយើងធ្វើការជាមួយសត្វធំបាទសត្វគោនេះបាទហើយជាពិសេសបាទមេនេះគឺមៀតធំកម្លាំងខ្លាំងទៀតបាទក្រោលបាទខ្នងល្មមបុកបាក់ខ្ទេចអស់បងប្អូនបាទអញ្ចឹងបាទវិធីសាស្ត្រនេះគឺល្អមែនតើគឺយើងដាក់ឡើងលម្អហើយយើងក្រៀកបាទក្រៀកដើម្បីសុវត្ថិភាពបាទយើងអ្នកបង្កាត់ពូជបាទអញ្ចឹងបើសិនជាប្រហែសច្បាស់ជាបញ្ហាហើយ បាទហើយវិធីសាស្ត្រនេះបាទមួយទៀតគឺកាន់តែល្អបាទសម្រាប់អ្នកបកាត់ហើយនឹងបាទមេគោបាទម្ចាស់នៅឆ្ងាយបាទអញ្ចឹងបើសិនជាអ្នកបកាត់បាទបាទទៅដល់ផ្ទះគាត់100គីឡូគាត់ពិបាកទៅអញ្ចឹងយើងអាចណាត់គ្នាពាក់កណ្ដាលផ្លូវម្នាក់ទៅបងប្អូនណាបាទណាត់គ្នាពាក់កណ្ដាលផ្លូវម្នាក់មកបាទអ្នកបកាត់ទៅ60គីឡូអ្នកដឹកបាទអាចដឹកលម្អមកបាទ40គីឡូអីមកហើយយើងបកាត់លើលម្អនឹងតែម្ដងបាទអញ្ចឹងវិធីសាស្ត្រនេះក៏ស្រួលមួយយ៉ាងដែរបងប្អូនបាទសួស្ដីបងប្អូនណាមកដាក់មេនៅក្រោលគាត់នេះឥឡូវបងប្អូនមើលមេមួយនេះសិនដូចដំរីបងប្អូនអើយណាធំអស់ទោសហើយមេនេះវាក្រាស់ល្អមេនេះក្រាស់ល្អមានមេមួយទៀតធំជាងនឹងទៀតបងប្អូនទៅមើលនេះទៀតឲ្យបងប្អូនទៅមើលទាំងអស់គ្នាឥឡូវឲ្យមើលមេមួយនេះលេងសិនបងប្អូនណាបាទយើងបកាត់មេមួយទៀតតែមេមួយទៀតធំជាងហ្នឹងបាទឥឡូវមើលមេនេះបន្តិចសិនបងប្អូនមើលរៀងវាមើលអូអស់ទោសហើយមេនេះក្រាស់ល្អមែនតើបងណាមើលប៉ុណ្ណាណៃនោះយើងត្រូវបកាត់មេនៅខាងនอกបងប្អូនណានេះមេនេះតើមេនឹងធំមកបាទលិចក្បាលបាត់ណាហើយយើងមើលនេះសិនទៀតឲ្យបងប្អូនទៅមើលមេនោះម្ដងមើលវាឈរមើលតម្រង់វាឈរមកក្រោលគាត់នេះកាន់សិនតែមេលំដាប់ហើយហ្នឹងណានឹងក៏បានចេញវាលទេណាក៏បានចេញវាលមើលទៅពេញភ្នែកបងប្អូនណាបើមើលពីក្រៅទៅក៏ស្អាតដែរមេនេះនេះហើយមេដែលយើងត្រូវបង្កើតនេះបងប្អូនណាអស់ទៅហើយបងប្អូនណាមើលធំមែនតើមេនេះហាក់ប្រហែលមេមួយនៅក្រុងដូនកែវបងប្អូនយើងមើលទៅហាក់ប្រហែលគ្នាហើយមេនេះរៀងចាញ់ក្រាស់មេនោះបន្តិចតែមើលតម្រង់មេនេះគឺអស់ទាស់បដ ாய் បងប្អូនមេឡាយឥណ្ឌូប្រេស៊ីលហើយចឡាយមកឈាមមើលទៅមេហ្នឹងហើយធំមែនតើមេនេះនឹងមេហ្នឹងបងប្អូនដែលយើងត្រូវត្រៀមបង្កាត់ជាមួយនឹងអាសជ័យបាទចៅសជ័យធំបាទមេគាត់នេះធំមែនតើនេះកូនវានេះកូនបាទចៅសជ័យមេមួយកើតអត់ដុំពកនេះបងប្អូនគាត់ថាលើកខ្លះគ្នា10ថ្ងៃតែគាត់តែមនុស្សកើតដុំពកទៅឡើងចង់យ៉ាប់ហើយបាទអញ្ចឹងយើងដឹងស្រាប់ហើយគោតែកើតដុំពកកូនគោតូចចេះគឺពិបាកនឹងរស់បងប្អូនតែនេះគាត់បានជាបាលថែតន់បាទឥឡូវគឺរស់វិញហើយអញ្ចឹងវាចាប់ផ្ដើមលបើកជីហើយបើវាជាទៅលូតវានឹងលូតលាស់ល្អវិញហើយនឹងកូនបាទចៅសជ័យបាទអញ្ចឹងយើងមើលទៅអត់ពេញទេបងប្អូនពិបាកក្នុងការមើលថាគោវាកើតដុំពងអញ្ចឹងគោវាបាក់ហើយឥឡូវរកឈ្មោលទៀតដាក់មួយចៅសជ័យឲ្យដែរកាលមុនគាត់ដាក់ផ្ទាល់ឥឡូវបាទប្រកាត់ស្ពែមវិញម្ដងអស់តោះហើយបងប្អូនមើលមេគាត់ថាកាលទិញមក4000មេហ្នឹងកាលទិញនៅពេញថ្លៃ4000តែមេកាន់ដល់ហើយបងកាន់សមេលំដាប់ហើយមេមើលចុះធំមែនតើតោះបងប្អូនដល់វគ្គដេញឡើងបង្កាត់លើលម្អបងប្អូនបាទនេះជាជំរើសចុងក្រោយហើយក៏ជាវិធីសាស្ត្រមួយដ៏ល្អផងដែរបាទអញ្ចឹងបើសិនជាមានលម្អនៅចិត្តហ្នឹងបាទអញ្ចឹងយើងអាចដោះទល់បានមួយគ្រាដែរបងប្អូនបាទដោយសារលម្អគាត់នេះបាទយើងមើលដៃគឺមាំទាំល្អមែនតើបាទយើងដេញឡើងលើហ្នឹងទៅហើយយើងស្រួលការក្រៀកបាទហើយមេគាត់នេះក៏ងាយស្រួលដេញទៀតបាទអញ្ចឹងយើងថ្ងៃហ្នឹងបាទបាន
ល្មក់ជួយបងប្អូនណា បាទក៏បីថាការក្រៀកគឺពិបាកឲ្យមេនេះដោយសារមេមៀតធំបាទមៀតធំកម្លាំងវាក៏ខ្លាំងហើយវាកាចវារើទៀតអញ្ចឹងណាបាទហើយជាក់ស្ដែងនៅក្រោលគាត់នេះបាទក្រោលដែកគាត់នឹងក៏មិនទៅមុំទាំល្អដែរបាទតែបានល្មក់នៅចិត្តនឹងយងបាទគាត់ហៅមកដាក់លើល្មក់តែម្ដងបាទហើយយើងក៏ងាយស្រួលដែរហើយសុវត្ថិភាពទៀតបងប្អូនណាបាទអញ្ចឹងយើងបង្កើតរួចរាល់ហើយបងប្អូនណាបាទគឺមិនយូរទេបាទសម្រាប់បង្កាត់គ្រាន់តែបានឡើងទៅក្រៀកឲ្យឆ្វាច់គឺយើងអាចបង្កាត់ហើយបាទ 100% ហើយបាទអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះ